សួស្តីបងប្អូនថ្ងៃនេះខ្ញុំបានសម្លស្ងោរត្រីរស់ជាមួយនឹងស្លឹកបាសយកមកចែករំលែកបងប្អូនចាធម្មតាគ្មានមិនសូវមានអ្នកស្ងោរជាមួយនឹងត្រីទេប៉ុន្តែខ្ញុំអត់ចូលចិត្តសាច់ខ្ញុំចេះតែច្នៃទៅបងប្អូនអើយយកមកស្ងោរជាមួយត្រីក៏មានរសជាតិឆ្ងាញ់ដែរតាចាដំបូងនៅពេលដែលយើងដាំទឹកដាក់ជាមួយនឹងខ្ទឹមរំដេងហើយនឹងស្លឹកគ្រៃជាគ្រឿងកាត់ចម្អាបព្រោះស្ងោរជាមួយត្រីវាឆ្អាបបងប្អូនអញ្ចឹងដាក់គ្រឿងរំដេងស្លឹកគ្រៃហ្នឹងវាកាត់ឆ្អាបចានៅពេលដែលទឹកពុះហើយខ្ញុំបន្ថែមជាមួយនឹងការ៉ុតបងប្អូនខ្ញុំដាក់ការ៉ុតមុនដើម្បីឲ្យវាចេញជាតិផ្អែមបងប្អូនផ្អែមឆ្ងាញ់ព្រោះអីខ្ញុំអត់ប្រើស្ករទេចាហើយបន្ទាប់មកខ្ញុំកាត់គល់ខ្ទឹមបន្ថែមជាមួយនឹងគល់ខ្ទឹមមុនផងដែរគល់ខ្ទឹមក៏មានរសជាតិផ្អែមឆ្ងាញ់ដែរបងប្អូនចាបន្ទាប់ពីទឹកពុះបន្ថែមជាមួយនឹងសាច់ត្រីចាខ្ញុំបានដាក់សាច់ត្រីហើយមិនបានថតជូនបងប្អូនមើលទេឥឡូវនេះត្រីក៏ឆ្អិនដែរហើយខ្ញុំចាប់ផ្ដើមបន្ថែមជាមួយនឹងផ្សិតចំបើងហើយនឹងស្លឹកបាសចូលបងប្អូនបន្ទាប់ពីបន្ថែមស្លឹកបាសហើយនឹងផ្សិតចំបើងរួចរាល់ហើយទុកឲ្យពុះមួយសន្ទុះបន្ថែមជាមួយនឹងម្រេចហើយនឹងប៊ីចេងបងប្អូនប៊ីចេងបន្តិចម្រេចបន្តិចបន្ទាប់មកកូរឲ្យសព្វទុកមួយសន្ទុះទៀតហាន់ជាមួយនឹងស្លឹកខ្ទឹមដើម្បីបង់ជាចុងក្រោយជាការស្រេចបងប្អូនចាបន្ទាប់ពីបង់ស្លឹកខ្ទឹមហើយចាប់ផ្ដើមកូរវាម្ដងទៀតហើយភ្លក្សរសជាតិឲ្យដឹងសាបប្រៃរួចរាល់ហើយបងប្អូនឆ្ងាញ់ណាស់បងប្អូនសូមបងប្អូនភ្លក្សជាមួយនឹងនាងខ្ញុំរួចរាល់ហើយសូមអរគុណសូមជម្រាបលា